តាលុយជាអ្វីលុយជាអស័ព្ទដ៏ស័ក្តិសិទ្ធិលុយជាអ្នកគិតស្វែងបញ្ហាលុយជាអ្នកផ្ដល់នូវប្រាជ្ញាលុយជាអ្នកតាឥតវិញ្ញាណលុយជាថ្នាំពិសដ៏សាហាវលុយជាជ័រកៅស្អិតជាប់ប្រាណលុយជាគ្រូធ្មប់ដ៏សាមញ្ញលុយជាក្តារស្ពានឆ្លងឧបសគ្គលុយជាកំណត់មានមុខមុតលុយជាអាវុធឈាមប្រឡាក់លុយជាឧបករណ៍យកធ្វើធ្នាក់លុយជាអន្ទាក់តាក់ជីវិតលុយជាទឹកឃ្មុំជាតិផ្អែមឆ្ងាញ់លុយជាសម្លាញ់យ៉ាងជិតស្និទ្ធលុយជាតន្ត្រីថ្នាក់ថ្នមចិត្តលុយជាខ្សែរឹតរបស់ព្រានលុយជាស្ត្រីនិងអ្នកក្រលុយជាអ្នកល្អនិងអ្នកមានលុយជាសន្ទូចស្ទូចអ្នកឃ្លានលុយជាជើងពៀនប្រោឲ្យខ្ពស់លុយជាដុំពេជ្រមានតម្លៃលុយជាអ្នកឆ្នៃគេកិត្តិយសលុយជាអ្នកធ្វើឲ្យខូចឈ្មោះលុយជាអ្នកឈ្មោះចិត្តលោភលន់នេះគឺជាកំណាព្យរបស់លោកម៉ៅអយុធនិពន្ធនៅក្នុងឆ្នាំ1977ខ្ញុំទទួលស្គាល់ថាលុយពិតជាមានតម្លៃមែនលុយអាចធ្វើនៅអ្វីបានទាំងអស់នៅក្នុងโลกនេះប៉ុន្តែរឿងរ៉ាវខ្លះលុយមិនអាចទិញបាននោះទេនោះគឺជាជីវិតពិតជាមានតម្លៃទោះបីជាយើងខិតខំរកលុយអស់មួយជីវិតក៏ដំណាក់កាលចុងក្រោយនោះមួយសេនក៏មិនអាចយកទៅជាមួយបានដែរគិតទៅធម្មជាតិពិតជាផ្ដល់នូវយុត្តិធម៌ចំពោះមនុស្សលោកណាស់កើតមកដោយខ្លួនទៅទេទៅវិញដោយខ្លួនទៅទេតើនៅក្នុងโลกនេះយើងបានធ្វើនៅអំពើល្អអ្វីខ្លះចំពោះខ្លួនយើងនិងចំពោះអ្នកដែលនៅជុំវិញខ្លួនយើង